ពីអក្សរបែបនេះទៅបែបនេះតោះយើងតាមដានវីដេអូនឹងទាំងអស់គ្នាអញ្ចឹងដូចតែរាល់ដងឯណាអ្នកគ្នាយើងប្រើកម្មវិធី IBIS Paint ហើយចូលមកយើងចុចសញ្ញាបូកហ្នឹងទៅខ្ញុំយកអា 3K ហ្នឹងទំហំក្រាស់ប៉ុណ្ណឹងខ្ញុំចូលចិត្តប៉ុណ្ណឹងសម្រាប់គូអក្សរអញ្ចឹងណាតែកន្លែងហ្នឹងដដែលទេយើងចូលមកយើងសេរីផ្ទាំងกระดาษយើងមកយើង zoom in zoom out អញ្ចឹងណាហើយមើលប៊ិចយើងយកប៊ិចមិនប៊ិចទេណាជក់ខ្ញុំយកជក់ភ័យដដែលហ្នឹងហើយទំហំជក់ហ្នឹងខ្ញុំយក120ខ្ញុំគិតថា120វាគូសទៅអក្សរយើងវាស្អាតគូសមសម្រាប់អ្នកដែលគាត់អត់តនៅ family ជាមួយនឹងហើយហ្នឹងទេមើលអត់តអញ្ចឹងអាចទៅមើលវីដេអូ tutorial ដែលខ្ញុំផុសមុនណាអញ្ចឹងខ្ញុំធ្វើរៀង slow ហើយខ្ញុំមានដាក់សញ្ញាព្រួញដូចថាត្រូវចុចកន្លែងណាអញ្ចឹងមួយអញ្ចឹងណាតែឥឡូវដល់នេះវាច្រើនដែរខ្ញុំគ្រាន់តែធ្វើជាវីដេអូ practice ដូចថាមាន style អីខ្លះៗអញ្ចឹងណាអញ្ចឹងបើយើងបានមើល tutorial ពីដើមយើងមាន basic យើងមើលឆាប់យល់ហើយយើងធ្វើតាមបានលឿនទៀតណាឥឡូវបន្ទាប់ពីយើងកំណត់ទំហំជក់យើងហើយយើងអ្វីដែលខ្ញុំចង់ធ្វើហ្នឹងគឺសេពីថាសៀមរាបអញ្ចឹងដូចត្រឡប់ដដែលទេគូសសរសេរលើកទី1វាអត់ស្អាតទេយើងត្រូវតែសរសេរលុបអញ្ចឹងអ្នកគ្នាអញ្ចឹងយើងត្រូវហៅថាទម្រង់បែបណាដែលយើងស្រឡាញ់ឃើញហើយចាំយើងចាប់ផ្ដើម design វាហើយកន្លែងច្រើនហ្នឹងអត់សូវសំខាន់ទេយើងធ្វើឡើងចង់5 6ដងអីអ្វីដែលសំខាន់តែយើង design មិនដាក់ layer មិនដាក់ color មិនអញ្ចឹងណាឥឡូវសម្រាប់តែយកប៉ុណ្ណឹងណាខ្ញុំបន្តមកទៀតចុចលើ layer ទី1ហ្នឹងមកយើង duplicate អញ្ចឹងយើងបាន2 layer ហើយ select layer ទី2ហ្នឹងទៅយើងចុច alpha lock នេះមួយហើយយើងក៏មកដូរពណ៌វាដោយសារតែសៀមរាបខ្ញុំគិតថាជាតំបន់ធម្មជាតិទេសចរណ៍បែបហ្នឹងខ្ញុំចង់បានពណ៌រៀង deep green ណាអ្នកនររៀងដិតពណ៌បៃតងចាស់តិចមកអញ្ចឹងយើងស្រីទៅតាមហ្នឹងមកហើយខ្ញុំក៏គូសលើអក្សរហ្នឹងប្រះវាឲ្យពេញមកបើអ្នកនរចង់បានពណ៌ដូចខ្ញុំបេះបិទហ្មងនេះលេខកូដវាយើងអាចពេញឲ្យនឹងបាន034910កូដហ្នឹងយើងពេញឲ្យហ្នឹងទៅវា load ទៅ color ហ្នឹងដូចគ្នាបេះបិទហ្មងហើយអូខេអញ្ចឹងណាអញ្ចឹងចំណុចបន្តទៀតចុចកន្លែង layer យើងមកអញ្ចឹងយើងឃើញថា layer ទី2យើងបានដូរពណ៌ទៅជា green ហើយយើង duplicate លើ layer ទី2ហ្នឹងខ្ញុំចង់ដាក់សមោលពីខាងក្រោយវាហ្នឹងហើយយើង select លើ layer ទី2វិញហើយដូរពណ៌ដាក់ពណ៌ខ្មៅខ្ញុំចង់ឃើញសមោលពីក្រោយពណ៌ខ្មៅអញ្ចឹងយើងប្រាស់វាឲ្យពេញដែរមកយើងបើកមើល layer ទី2យើងខ្មៅដែរហើយទី3ពណ៌ខៀវដែរពណ៌បៃតងដែរអញ្ចឹង select លើទី2ហ្នឹងយើងmove វាយើង transform វាមកយើងចង់អូសវាដោយដៃក៏បានយើងចង់ enter លេខកន្លែង translation x ក៏បាន translation y ហ្នឹងក៏បានអញ្ចឹងណាឡើយហ្នឹងយើងត្រូវការស្មើតិចតិចណាអញ្ចឹងx ខ្ញុំយកដល់4ហើយ y ខ្ញុំយក4អញ្ចឹងយើង touch មកតទៅទៀតយើងបើក layer យើងមើលមកនេះខ្ញុំនឹង merge layer ទី3ហើយទី2ចូលគ្នាអញ្ចឹងយើងមើលមិនខ្ញុំ select លើ layer ទី3សិនមកហើយយើងចុចសញ្ញា download នៅkiaនេះហើយយើង yes មកនឹងអញ្ចឹងបានន័យថាទី3ហើយនឹងទី2មិញហ្នឹងមើលចូលគ្នាយើងសល់តែ2 layer ទេអញ្ចឹងយើង select លើ layer ទី1ពណ៌ខ្មៅមិញហ្នឹងហើយដាក់ filter ឲ្យវាមក stroke board ហើយសេរីហូរពណ៌មកអញ្ចឹង background វាខ្ញុំចង់បានពណ៌សប៉ុន្តែឡើយហ្នឹងដោយសារតែផ្ទាំងយើងពីសស្រាប់ហើយយើងបាក់មើលអញ្ចឹងយើងដាក់ពណ៌ឲ្យក្រៅពីពណ៌សទៅណាខ្ញុំដាក់ពណ៌ប្រផេះអញ្ចឹងសិនដើម្បីសេរីទៅមើលស្រួលហើយចង់បានទំហំប៉ុណ្ណាអញ្ចឹងខ្ញុំសេរីមកយើងឃើញនេះខ្ញុំយក117ហើយ inner width នៅក្រោមនេះខ្ញុំយក300ហើយចាំ select វាទៅជាពណ៌សវិញពណ៌សលេខកូដវាឲ្យ F6 ដងអក្សរ F6 ដងនេះកន្លែងនេះយើងចង់បានក្រៅពីពណ៌សយើងដាក់ទៅនៅតាមចិត្តយើងស្រឡាញ់តែកន្លែងនេះខ្ញុំចង់បានពណ៌សហើយយើង touch វាមកយើងបិទផ្ទាំងនឹងវិញមកហើយយើងបើក layer យើងមើលមកណាបន្តមកទៀតយើងមានអីនេះ background ពណ៌សហ្នឹងអញ្ចឹងដើម្បីយើងមើលច្បាស់ចុច line ដូរ background នេះក៏បាននេះបើយើងឆេញ background ទៅជាពណ៌ហ្នឹងយើងមើលរបស់យើងច្បាស់ហើយឃើញអញ្ចឹងយើងដាក់អញ្ចឹងសិនមកហើយខ្ញុំ duplicate layer ហ្នឹងមកបាន2 layer ហើយ1 2ហ្នឹងហើយ select លើទី1ខ្ញុំដាក់ filter ឲ្យវាអញ្ចឹងចុចលើ filter ហ្នឹងមកខ្ញុំចូល stroke board នេះហើយ color វាយើងយកឲ្យដូចជាមួយនឹងស្តៀងគ្នាជាមួយនឹងពាក្យសៀមរាបពីខាងក្នុងហ្នឹងហ្នឹងហើយខ្ញុំតែយកកុំយកធំពេកខ្ញុំយកតែ10ជាងទេតែហ្នឹងហើយយើងសេរីមក color វាឲ្យធ្វើម៉េចស្តៀងគ្នាអាពណ៌ក្នុងដើម្បីឲ្យវាមើលទៅស៊ីគ្នាអញ្ចឹងយើងយកពណ៌រាងបៃតងចាស់ដូចគ្នាហ្នឹងមកហើយ touch មកយើងចូល layer របស់យើងម្ដងទៀតយើង select លើ layer ទី1នឹងដដែលបន្តទៀតយើង transform វា
ចុច line transform មកនឹងឲ្យយើងចាប់ដើម move វាមកខោបន្តិចដើម្បីមើលទៅវាសមល់រៀងមើលទៅប្រឆិតចឹងវាស្អាតចឹងកន្លែងហ្នឹងខ្ញុំយក x វា1ហើយ y វា15ចឹង touch មកនេះជោគជ័យហើយយើងបានប៉ុណ្្នឹងឯងហើយយើងក៏ខ្វល់ពីกระดาษរបស់យើងពណ៌កាឡា4ជ្រុងហ្នឹងអាហ្នឹងយើងអាចដូរមកសវិញបានទេខ្ញុំផ្សំផ្នែកជាមួយនឹងពណ៌សចឹងខ្ញុំដាក់វាពណ៌សវិញយើងដាក់អីគេក៏បានដែរសំខាន់ដល់ពេលដែលយើង save ឯ save យើងយកតា PNG វាមកបានហើយឥឡូវបន្តមកទៀតខ្ញុំចង់ add sticker ចង់ add element នេះចូលទៅក្នុងអក្សរហ្នឹងដូចយើងបានដឹងអីអក្សរហ្នឹងខ្ញុំ save អា sticker ទាំងអស់ហ្នឹងខ្ញុំ save មកពី Pinterest ហើយខ្ញុំ import វាចូលមកហ្នឹងហើយខ្ញុំចង់ដាក់ទង់ជាតិយើងនៅពីលើអក្សរហ្នឹងអញ្ចឹងណាឥឡូវខ្ញុំ add អីផ្សេងទៀតឲ្យមើលសិនឥឡូវយើងចុចរូបកាមេរ៉ាហ្នឹងមកហើយទីហោះថាខ្ញុំចង់ add សញ្ញាព្រួញនេះអញ្ចឹងខ្ញុំចុចលើវាមកហើយ move ដូរទីតាំងវិញចង់ដាក់កន្លែងណាអញ្ចឹងណាខ្ញុំចង់ដាក់ពីខាងចុងនេះវិញអញ្ចឹងខ្ញុំ move អាទង់ជាតិហ្នឹងទៅខាងស្ដាំវិញអញ្ចឹងនិយាយទៅកន្លែងហ្នឹងអ្នកនរចេះអស់ហើយដោយសារតែខ្ញុំបានប្រាប់ពីវីដេអូមុនអស់ហើយនឹង tutorial ការ basic អញ្ចឹងកន្លែងហ្នឹងអាស្រ័យទៅលើកម្រិតច្នៃប្រឌិតរបស់យើងថាយើងចង់ដាក់ឲ្យចូលនៅទីតាំងណាអញ្ចឹងណាហើយដូចសញ្ញាព្រួយហ្នឹងអញ្ចឹងខ្ញុំអាចដូរពណ៌ element ហ្នឹងបានវាលុយណាកន្លែងហ្នឹងអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់ដូរអា element សញ្ញាព្រួយហ្នឹងឲ្យទៅជាពណ៌បៃតងដូចតែសយើងដែរអញ្ចឹងយើងដាក់ alpha lock វាមកទៅទៀតយើងដាក់ពណ៌ green ហ្នឹងមកពណ៌ហ្នឹងនឹងស្រាប់ហើយយើងគូសទៅលើវាអញ្ចឹងទៅឃើញពណ៌វាស៊ីគ្នាអញ្ចឹងកន្លែងហ្នឹងមានន័យថាអ្នកនរគ្នាអាចទៅយកអា sticker element ផ្សេងពី Pinterest ហើយ remove background វាចោលហើយយកមកកែពណ៌នៅក្នុងកម្មវិធី IBIS Paint កន្លែងយើងកំពុងតែធ្វើអក្សរហ្នឹងបានណាអញ្ចឹងបានន័យថាយើងមាន element ច្រើនសម្រាប់យកមកប្រើហើយអាចដូរពណ៌តាមចិត្តទៀតហើយសិតដល់ free ទៀតឥឡូវខ្ញុំសារ add sticker ផ្សេងទៀតហើយដូរពណ៌អ្នកនរគ្នាមើលអញ្ចឹងខ្ញុំប្រាប់ប៉ុណ្ណឹងយើងអាចទៅរក element ផ្សេងៗនៅក្នុង Pinterest ហើយយកមកកែពណ៌ដាក់អីឆ្នៃតាមចិត្តយើងបានដោយ free ណាអ្នកនរគ្នាឥឡូវខ្ញុំ add រូបទឹកហ្នឹងអញ្ចឹងខ្ញុំបានមកពី Pinterest រូបទឹកហ្នឹងវាពណ៌ blue អញ្ចឹងខ្ញុំ add វាចូលមកហើយខ្ញុំដាក់ alpha lock វាមួយសិនណាចុច alpha lock ហ្នឹងហើយចាំយើងដូរពណ៌វាឃើញអត់ខ្ញុំដាក់ទៅជាពណ៌ green ដូចសៀមរាបរបស់យើងហ្នឹងអញ្ចឹងខ្ញុំសង្ឃឹមថាចំណុចហ្នឹងអាចជួយគ្នាយើងឲ្យអាចយកទៅបំបែកនៅកំណត់ហើយ design ស្អាតៗជាងខ្ញុំទៀតឥឡូវយើងចប់ហើយខ្ញុំចុច save មក PNG ហើយបើក transparent ហើយ OK មកបានន័យថារូបហ្នឹងចូលទៅក្នុងទូរស័ព្ទឬក៏ iPad របស់យើងអីអញ្ចឹងវីដេអូរបស់ខ្ញុំមកដល់ទីបញ្ចប់ហើយអ្នកនរគ្នាអញ្ចឹងសង្ឃឹមថាអ្នកនរគ្នាចិត្តល្អជួយចុច like subscribe ឬក៏ comment វីដេអូខ្ញុំម្នាក់មួយផងណា